បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចង់និយាយអំពីទោសៈបាទអញ្ចឹងតើទោសៈមានលក្ខណៈមានអត្ថន័យយ៉ាងដូចម្ដេចបាទឥឡូវយើងមកមើលទាំងអស់គ្នាបាទអញ្ចឹងទោសៈមានលក្ខណៈកាចសាហាវទោសៈមានលក្ខណៈខឹងក្រោធប្រទុះក្នុងអារម្មណ៍បាទកឹងសម្បាប្រទុះក្នុងអារម្មណ៍យើងទៅមើលអត្ថន័យបន្ថែមទៀតទោសៈមកពីពាក្យជាភាសាបាលីបាទឋានៈពាក្យជានាមគឺការប្រទុះកំហឹងស្អប់កំហុសមានទោសធ្ងន់ទោសៈគឺជាកម្លាំងជំរុញចិត្តដ៏ខ្លាំងក្លាដែលជំរុញយើងឲ្យខឹងនឹងអ្វីមួយឬខឹងនឹងអ្នកណាម្នាក់កាលណាយើងគិតថាគេមានការគំរាមកំហែងដល់យើងឬពេលណាយើងមិនចូលចិត្តគេជាដើមសភាវៈជាកិលេសនេះជាអ្នកបំផ្លាញនៅសន្តិភាពនៃចិត្តរបស់យើងដែលធ្វើឲ្យយើងបាត់បង់នៅការគ្រប់គ្រងខ្លួនឯងបាទអត្ថន័យបន្ថែមទៀតទោសៈជាអកុសលធម៌ទោសៈប្រៀបដូចថ្មភ្នំថ្មប្រៀបដូចជាភ្នំថ្មភ្នំភ្លើងយ៉ាងធំដែលមិនងាយកោះរំលើងបានឡើយជាចិត្តក្រោតពោពេញទៅដោយកំហឹងហិង្សាកាយសាហាវកាប់សម្លាប់ចងគំនុំព្យាបាទមិនឲ្យអ្នកដទៃបានសុខបាទនេះជាអត្ថន័យរបស់ទោសៈអញ្ចឹងយើងស្គាល់អំពីលក្ខណៈរបស់ទោសៈវាមានលក្ខណៈវាកាចសាហាវយ៉ាងអាការៈវាខឹងក្រោធបន្ទោសអីចឹងណាទោសៈបាទហើយនិយមន័យវានេះយើងយល់ហើយទោសៈជាកម្លាំងជំរុញចិត្តដ៏ខ្លាំងក្លាដែលធ្វើឲ្យយើងខឹងនឹងអ្វីមួយបាទទោសៈគឺមានអត្ថន័យបាទច្រើនឥឡូវយើងបានយល់ត្រួសត្រាសហើយពីអត្ថន័យរបស់ទោសៈបាទឥឡូវយើងចូលទៅមើលអត្ថន័យដែលតកតងជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃបាទដែលយើងតែងតែជួបបាទអញ្ចឹងយើងចូលទៅមើលអស់គ្នាបាទអញ្ចឹងយើងធ្លាប់ឮពាក្យហើយថាពាក្យថាឈឺចិត្តបាទបានន័យថាចិត្តយើងឈឺពាក្យថាចិត្តបានន័យថាចិត្តយើងអន់បាទពាក្យថាស្លុតចិត្តយើងស្លុតរន្ធត់អីចឹងទៅព្រួយបារម្ភបាទយើងខ្វល់ខ្វាយអីចឹងទៅចិត្តជាងនឹងវាសិតតែធ្វើឲ្យមានការខាងថ្នាក់រង្គៀសទៅហើយភ័យខ្លាចភ័យបាទខឹងអានឹងសាធ្វើឲ្យទឹះក្នុងអារម្មណ៍ហើយបាទទាស់បាទអបសុកតបប្រមល់ចរណែនបាទយំខ្ពើមបាទទាំងអស់ហ្នឹងគឺសិតតែធ្វើឲ្យយើងនឹងមាននៅការនៃថ្នាក់ទឹះរង្គៀសហើយបាទមានការតូចចិត្តមានន័យថាចិត្តយើងតូចខកចិត្តបានតែចិត្តយើងខកបាទរន្ធត់ចិត្តស្មុគស្មាញខ្លាចបាទស្អប់យើងខឹងស្អប់នេះបាទស្ដាយមួម៉ៅកំណាញ់ក្តៅក្រហាយបាទខ្មាស់ខូចចិត្តអីទាំងអស់ហ្នឹងបាទទាំងអស់ហ្នឹងវាធ្វើឲ្យចិត្តយើងយ៉ាងម៉េចធ្វើឲ្យចិត្តយើងថ្នាក់ទើសបាទរង្គៀសបាទនៅក្នុងអារម្មណ៍យើងនេះការៈទាំងអស់នេះធ្វើឲ្យចិត្តយើងថ្នាក់ទើសរង្គៀសក្នុងអារម្មណ៍បាទអញ្ចឹងនេះជាពាក្យដែលយើងតែងតែជួបប្រទះនៅក្នុងចិត្តរបស់យើងហើយពាក្យទាំងអស់នេះគឺជាទោសៈបាទវាធ្វើឲ្យចិត្តយើងថ្នាក់ក្តៅក្រហាយបាទទើសបាទឥឡូវយើងចូលទៅមើលបន្តទៀតចឹងអាការៈទាំងអស់នេះវាជាទោសៈបាទធ្វើឲ្យចិត្តយើងរង្គៀសទើសថ្នាក់ក្នុងអារម្មណ៍ហ្នឹងបាទវានាំឲ្យយ៉ាងម៉េចនេះវានាំឲ្យដែលជាហេតុនាំឲ្យយើងនឹងក្តៅក្រហាយចេះរោលចិត្តនឹងកាយយើងនេះបាទអញ្ចឹងអាទាំងអស់ហ្នឹងវាធ្វើឲ្យយើងនឹង
ក្តៅក្រហាយបាទក្តៅក្រហាយក្នុងខ្លួនណាបាទឆេះរូលចិត្តនិងកាយយើងបាទឥឡូវយើងមើលបន្តទៀតបាទចឹងអាការៈដែលទោសៈនឹងមានទាំងអស់ហ្នឹងបាទមានច្រើនតែខ្ញុំលើកយកមកប៉ុណ្ណឹងសិនហើយការៈទាំងអស់វាឆេះយូរទៅវានាំឲ្យមានបញ្ហាសុខភាពផ្នែកចិត្តបាទបន្តទៅដល់ផ្នែកកាយយើងទៀតបងប្អូនបាទហើយអាការៈដែលយើងសន្សំនៅក្នុងសន្តានយើងបាទសន្សំអារម្មណ៍ខឹងអារម្មណ៍ស្អប់មួម៉ៅបាទទើសទាស់ទាំងឡាយហ្នឹងរាប់ខែរាប់ឆ្នាំទៅវាដល់ថ្នាក់ធ្វើឲ្យយើងមាននៅជំងឺបញ្ហាបាទក្រពះបញ្ហាវិបត្តិទំនេរបាទក្រពះយើងអាចឡើងជាតិអាស៊ីតដល់ថ្នាក់មានប៉ះពាល់ទៅដល់សុខភាពផ្នែកផ្លូវចិត្តបន្តទៅដល់ផ្នែកផ្លូវកាយបាទចឹងយើងតទៀតចឹងទោសៈមានលក្ខណៈថ្នាក់ទៅរង្គៀសដែលធ្វើឲ្យយើងនឹងក្តៅក្រហាយបាទធ្វើឲ្យយើងក្តៅក្រហាយក្នុងចិត្តបាទវាជាភ្លើងដែលឆេះនៅក្នុងខ្លួនបាទខ្លួនឆេះនៅក្នុងចិត្តយើងបាទជាភ្លើងបាទភ្លើងឆេះនៅក្នុងខួរក្បាលយើងក្តៅបាទគិតអីមិនចេញទេបាទនៅក្តៅរួលបាទអញ្ចឹងសូមអរគុណការបកស្រាយទាក់ទងនឹងទោសៈរបស់ខ្ញុំគឺចប់បាទសូមអរគុណបាទសូមជម្រាបលា